Nó xaទាំងអស់គ្នាសាជាថ្មីចឹងយើងវិលមកជួបគ្នាទៀតជាមួយនឹងមេរៀនទី11ប្រដាប់រំលាយអាហារសំណួរនិងចម្លើយបាទគឺផ្នែកវិទ្យាសាស្ត្រថ្នាក់ទី6តោះចឹងយើងអានទាំងអស់គ្នាមេរៀនទី11ប្រដាប់របត់ឈាមសំទោសណាខ្ញុំអានថាប្រដាប់របត់អាហារគឺមេរៀនទី11គឺប្រដាប់របត់ឈាមសំណួរនិងចម្លើយទី1ចូលឆ្លើយនឹងសំណួរខាងក្រោមបាទចំណុចកដូចនេះដែលហៅថាប្រដាប់របត់ឈាមតើប្រដាប់របត់ឈាមផ្គុំឡើងពីអ្វីខ្លះបាទចំណុចខតើសរីរាង្គអ្វីសម្រាប់បឺតនិងបញ្ចេញឈាមក្នុងសារពាង្គកាយចំណុចគតើបេះដូងមានប៉ុន្មានថតអ្វីខ្លះបាទហើយចំណុចខគឺសរសៃឈាមមានប៉ុន្មានប្រភេទអ្វីខ្លះហើយនឹងងតើអទានិងវ៉ែនខុសគ្នាដូចម្ដេចបាទតោះចឹងយើងទៅមើលចម្លើយទាំងអស់គ្នាក៏ដែលហៅថាប្រដាប់របត់ឈាមគឺប្រព័ន្ធដឹកនាំឈាមទៅក្នុងសារពាង្គកាយប្រដាប់របត់ឈាមគុំឡើងដោយបេះដូងនិងសរសៃឈាមបាទចំណុចខសរីរាង្គដែលសម្រាប់បឺតនិងបញ្ចេញឈាមក្នុងសារពាង្គកាយគឺបេះដូងបាទចំណុចកបេះដូងមាន4ថតគឺថតលើ2និងថតក្រោម2ចំណុចខឈាមមាន3ប្រភេទគឺសំទោសសរសៃឈាមមាន3ប្រភេទគឺអទាវ៉ែននិងសរសៃផ្ដូរបាទចំណុចងអទានិងវ៉ែនខុសគ្នាត្រង់បាទត្រង់កន្លែងណាខ្លះដែរទី1អទាជាសរសៃឈាមដែលនាំឈាមចេញពីបេះដូងទៅសារពាង្គកាយវ៉ែនជាសរសៃឈាមនាំឈាមចេញពីសារពាង្គកាយត្រឡប់ទៅក្នុងបេះដូងវិញបាទអញ្ចឹងចូលដល់ចំណុចទី2ធំគឺចូលបំពេញឈ្មោះផ្នែកផ្សេងៗនៃប្រដាប់របត់ឈាមក្នុងគំនូសខាងក្រោមចាំបងប្អូនគូសតាមមកទី1យើងគូសអទាសួតតាមសញ្ញាព្រុននេះណាយើងគូសតាមអ្វីដែលគេបានបង្ហាញមកអទាសួតវ៉ែនកៅសួតនៅកន្លែងនេះសួតណាបាទបេះដូងនៅកន្លែងចំកណ្ដាលនេះពោះវៀនកន្លែងសញ្ញាព្រុននេះមើលឃើញអស់គ្នាហើយថ្លើមមកកន្លែងនេះសរីរាង្គផ្សេងគឺបាទនៅកន្លែងនេះដែរហើយអទានៅកន្លែងនេះវ៉ែនសួតកន្លែងនេះហើយនឹងមួយទៀតគឺអទាអអបាទបងប្អូនប្រហែលជាស្គាល់អានច្រើនជាងខ្ញុំបាទណាតោះចឹងយើងមកមើលលេខ3ចូលបំពេញរបស់ខាងក្រោមឲ្យមានន័យត្រឹមត្រូវប្រដាប់របត់ឈាមមានបេះដូងនិងសរសៃឈាមបេះដូងមាន4ថតគឺថតលើ2និងថតក្រោម2សរសៃឈាមមាន3ប្រភេទគឺអទាវ៉ែននិងសរសៃប្ដូរប្រដាប់របត់ឈាមមាននាទីសម្រាប់នាំសារធាតុចិញ្ចឹមទៅឲ្យកោសិកានិងប្រមូលកាកសំណល់ពីកោសិកាមកវិញបាទផ្ដល់អុកស៊ីសែនទៅឲ្យកោសិកានិងប្រមូលមកវិញនៅឧស្ម័នកាបូនិកប្រដាប់របត់ឈាមមិនប្រក្រតីអាចធ្វើឲ្យមានជំងឺផ្សេងៗដូចជាឈឺក្បាលវិលមុខសម្ពាធឈាមឡើងខ្ពស់ឬចុះទាបបាទឈាមបាទឡើងឈាមឬក៏ចុះឈាមតឹងទ្រូងស្ទះដង្ហើមប្រកាច់ខ្យល់កោញ័រដើមទ្រូងបាទចឹងយើងបំពេញតាមអ្វីដែលគេសរសេរអក្សរត្រេតហ្នឹងមកតទៅមុខទៀតយើងគប្បីមានអនាម័យល្អដើម្បីឲ្យប្រដាប់របត់ឈាមមានដំណើរការប្រក្រតីបាទអញ្ចឹងចូលដល់ចំណុចទី4ធំចូលគូសវងជុំវិញអក្សរណាដែលជាចម្លើយត្រឹមត្រូវបាទទី1គឺថាហេតុអ្វីបានជាយើងចេញឈាមនៅពេលយើងមុតដៃនិងមុតកំបិតឬក៏មុតម្ជុលបាទអញ្ចឹងយើងយកចំណុចគោគឺមុតដាច់សរសៃអទាដោយសារយើងដាច់សរសៃអទាបាទណាហើយចំណុចមួយទៀតជាទូទៅតើចង្វាក់បេះដូងរបស់មនុស្សម្នាក់ក្នុងពេលមានភ្នាក់ងារមានការភ្ញាក់ផ្អើលឬរំភើបខ្លាំងមានដំណើរការដូចម្ដេចបាទអញ្ចឹងយើងយកចម្លើយកគឺចង្វាក់បេះដូងលោតញាប់អញ្ចឹងយើងចូលដល់ចំណុចមួយទៀតគឺថាតើសរសៃឈាមអ្វីដែលនាំឈាមពីសារពាង្គកាយត្រឡប់ចូលបេះដូងវិញអញ្ចឹងយើងយកចម្លើយកគឺចម្លើយវ៉ែនបាទចឹងវីដេអូនេះសូមបញ្ចប់ត្រឹមតែប៉ុណ្ណេះយើងនឹងជួបគ្នានៅវីដេអូបន្ទាប់ទៀតជាមួយនឹងជំពូកទី4ការប្រែប្រួលរូបធាតុមេរៀនទី12បាទអរគុណច្រើនសម្រាប់ការគាំទ្រ